សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកដោះស្រាយចំណោទលេខ25ទាំងអស់គ្នាតោះលេខបងអានទាំងអស់គ្នាក្នុងភូមិមួយមានមនុស្សទៅបោះឆ្នោតជាបុរសចំនួន1/2ហើយជាស្ត្រីចំនួន1/3ហើយអ្នកដែលមិនបានទៅបោះឆ្នោតមានចំនួន70នាក់តើក្នុងភូមិនោះមានមនុស្សចុះឈ្មោះបោះឆ្នោតប៉ុន្មាននាក់តែមុននឹងយើងបន្តទៅមុខទៀតលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយចុច Subscribe និង Like នៅ Channel របស់លោកគ្រូម្នាក់មួយផងដើម្បីជាកម្លាំងចិត្តបាទសូមអរគុណតោះឥឡូវបងប្អូនរកទាំងអស់គ្នារកចំនួនមនុស្សចុះឈ្មោះបោះឆ្នោតប្រភេទបុរស1/2ហើយជាស្ត្រី1/3ដែលបានទៅបោះឆ្នោតហ្នឹងណាតែយើងអត់ដឹងថាប្រជាជនទាំងអស់ហ្នឹងសរុបប្រមាណអ្នកទេអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែធ្វើការរកនៅចំនួនមនុស្សទាំងអស់សិនបងធ្វើការតាំងx មកតាំងសអីបានហើយបងតាំង x ជាចំនួនមនុស្សទាំងអស់ជាចំនួនមនុស្សទាំងអស់អញ្ចឹងបើជាចំនួនមនុស្សទាំងអស់ចំនួនបុរសនេះវា1/2បុរសចំនួនបុរសច្រឡំបន្តបុរសមានចំនួន1/2បើគាត់បុរសហ្នឹងគាត់មានចំនួន1/2ហ្នឹងគឺអញ្ចឹងមានន័យថាគាត់ប្រភេទនៃ1/2ហ្នឹងគឺគុណនឹងចំនួនមនុស្សទាំងអស់នោះឃើញមកដល់ហើយគឺគុណនឹង x តមកទៀតស្ត្រីគាត់មានចំនួនប្រមាណស្ត្រីមានចំនួន1/3ស្ត្រីមានចំនួន1/3បើស្ត្រីគាត់មានចំនួនជាប្រភេទតាំង1/3ហ្នឹងណាអញ្ចឹងមានន័យថាគាត់គុណនឹងចំនួនទាំងអស់ដែរទៅចំនួនទាំងអស់គឺ x នេះស្ត្រីមានចំនួន1/3នេះគុណនឹងចំនួនទាំងអស់នៃ x នេះគឺស្មើនឹងគឺយើងអាចរកឃើញនៅចំនួនស្ត្រីហើយមានន័យថាចំនួនស្ត្រីគឺ1/3គុណនឹង x ណាតែ x ហ្នឹងគឺជាចំនួនទាំងអស់អញ្ចឹងដំបូងគឺយើងត្រូវរក x សិនប៉ុន្តែរក x សិន x គឺវាស្មើទៅនឹងx របស់យើងគឺជាចំនួនទាំងអស់អញ្ចឹងចំនួនទាំងអស់វាស្មើទៅនឹង x ស្មើនឹងបុរសរបស់យើងគឺ1/2គឺ1នៅលើ2នេះបង1នៅលើ2គុណ x គឺ1នៅលើ 2x បូកនឹងស្ត្រី1នៅលើ3គុណ x គឺបាន1លើ 3x បូកជាមួយនឹងអ្នកដែលមិនទៅបោះឆ្នោតមានចំនួន70នាក់ទៀតបូកនឹង70ឥឡូវយើងធ្វើការតម្រូវពីបែង2នេះមក x ស្មើទៅនឹងអានេះគឺ1/2 x បូកនឹង1/3x អញ្ចឹងបងតម្រូវពីបែងតែ2នេះសិនមកពីព្រោះវាជាប់ x នេះគ្នាញ៉ាត់ x នេះគ្នាអញ្ចឹងយើងអាចធ្វើការដោះស្រាយជាមួយនឹងមនុស្សទាំងអស់បានញ៉ាត់ x នេះគ្នាអញ្ចឹងនេះតម្រូវពីបែងរួមមកវា6 2 គុណ3ស្មើ6ចឹងនេះ
ទៅគុណ3ខាងលើគុណ3ដែរ1គុណ3ស្មើ3នៅលើ 6x បូកនឹងអានេះ3ទៅគុណ2ខាងលើគុណ2ដែរ2នៅលើ 6x បូកនឹង70ពីបាញ់ដូចគ្នាអញ្ចឹងយើងបូកពីយកនឹងពីយក x ស្មើនឹង 3x បូក 2x ស្មើនឹង 5x នៅលើ 6 បូកនឹង70 មុនហេតុដែលលោកគ្រូបង្រៀនបងប្អូនតែដោះស្រាយតាមបែបសមីការនេះគឺដោយសារតែយើងទៅរៀននៅអនុវិទ្យាល័យគឺយើងនឹងត្រូវដោះស្រាយតាមបែបសមីការហើយអញ្ចឹងយើងដោះស្រាយតាមបែបសមីការតែម្ដងទៅរៀនដោះស្រាយតែម្ដងទៅអញ្ចឹងបងប្អូនធ្វើការបោះនេះបោះ 5x នៅលើ 6 នេះមករក x មកពីព្រោះវាជាអញ្ញត្តិ x ដូចគ្នាបោះម្នេះមកអញ្ចឹងបាន x 5x បូក 6 នេះជាផលបូកអញ្ចឹងបោះម្នេះបានផលដកវាវិជ្ជមានអញ្ចឹងបោះម្នេះបានអវិជ្ជមានបានទៅវា 5x នៅលើ 6 ស្មើនឹង70ដដែលអញ្ចឹងតម្រូវពីបែង x នេះទៅតម្រូវពីបែងទើបអាចស៊ីសងជាមួយ 5x បានពីបែង 6 អញ្ចឹង x គុណនឹង 6 វាស្មើនឹង 6x ដក 5x នៅលើ 6 ស្មើនឹង10អញ្ចឹងវាស្មើទៅនឹង6ដក 5x ស្មើទៅនឹង1វាស្មើ x នៅលើ 6 ស្មើនឹង70បោះមកបោះ 6 ទៅនោះ6វានៅភាគបែងវាជាផលចែកអញ្ចឹងបោះទៅនោះបានជាផលគុណនាំឲ្យ x ស្មើទៅនឹង70គុណនឹង 6 ស្មើនឹង 6 ប៉ានោះ42 420នេះអញ្ចឹងនេះតាំង x ជាចំនួនមនុស្សទាំងអស់របស់យើងគឺវាស្មើទៅនឹង x របស់យើងដែលជាចំនួនទាំងអស់ជាចំនួនមនុស្សទាំងអស់ហ្នឹងគឺស្មើទៅនឹង420នាក់មនុស្សទាំងអស់តែនៅ x នេះ x របស់យើងដែលជាមនុស្សទាំងអស់ហ្នឹងគឺមានចំនួន420នាក់អញ្ចឹងបងប្អូនធ្វើការចំនួនមកចំនួនតម្លៃ x ដែលយើងរកឃើញ420នាក់នេះចូលក្នុងនេះមករស់លើបងប្អូនសេមកបូករស់យើងបានគឺ1ភាគ2គុណនឹង x ហើយ x យើងស្មើនឹង420អញ្ចឹងការគុណប្រភេទជាមួយចំនួនគុណអត់ប្រមាថទេបងប្អូនគឺយើងកាន់តែយកភាគយកគុណនឹងចំនួនគុណហ្នឹងហើយចែកនឹងភាគបែងទៅគឺឃើញហើយ1គុណ420វាស្មើ420ទៅដែរហើយចែក2ទៅគឺវាស្មើទៅនឹង210នេះនឹងបរោះហើយបន្តមកទៀតគឺស្ត្រីគឺ1ភាគ3គុណ x អញ្ចឹងបងប្អូនយ៉ាង1ភាគ3នេះទៅគុណនឹង x របស់យើងគឺ420ហើយស្មើ1គុណ420ចែកនឹង3ទៅវាស្មើទៅនឹង140នាក់នៅត្រង់ចំណុចនេះលោកគ្រូសំតមកខំតិចដោយសារតែវាអស់ហើយបងប្អូនគ្រាន់តែធ្វើការយកបរិសុទ្ធនិងស្ត្រីនេះដែលជាអ្នកទៅចូលរួមបោះឆ្នោតហ្នឹងយកបូកចូលគ្នាទៅគឺយក210នាក់ទៅបូកជាមួយនឹង140នាក់000 1 4 5 2 6 3អញ្ចឹងស្មើនឹង350នាក់អញ្ចឹងយើងអាចសេបានថាខាងនេះគឺវាបានទៅជាបុរសបូកជាមួយស្ត្រីមកបុរសបូកស្ត្រីស្មើទៅនឹងបុរសយើងប្រមាណ210នេះបូកនឹងស្ត្រីយើងប្រមាណស្ត្រីយើងគឺគាត់មានចំនួន140នាក់អញ្ចឹងស្មើប្រមាណគឺស្មើទៅនឹង350នាក់អញ្ចឹងបងប្អូនអាចធ្វើការឆ្លើយបានណាឆ្លើយ
ថាចំនួនមនុស្សចុះឈ្មោះបោះឆ្នោតគឺចំនួនមនុស្សចុះឈ្មោះបោះឆ្នោតគឺប្រមាណបងប្អូនចំនួនមនុស្សចុះឈ្មោះបោះឆ្នោតគឺមានចំនួន350នាក់បងប្អូនគូសផ្អប់ចម្លើយចុងក្រោយឲ្យស្អាតមក350នាក់នៅក្នុងការដោះស្រាយចំណោទលេខ25របស់យើងនេះគឺបានមកដល់ទីបញ្ចប់ហើយគូសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់និងអាចដោះស្រាយខ្លួនឯងបានហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយចុច Subscribe និង Like នៅ Channel របស់លោកគ្រូម្នាក់មួយផងដើម្បីជាកម្លាំងចិត្តបាទសូមអរគុណ